សួស្តីបងប្អូនគ្នាបាទបងប្អូនខ្លួនណាខ្លះដែលមានបញ្ហាទាក់ទងទៅនឹង microphone computer និយាយអត់សូវលឺតិចបំផុតពិបាកស្ដាប់សម្លេងអត់ល្អដូចខ្លះងល់រ៉ែអញ្ចឹងណាជាងយើងត្រូវការកំណត់ពេលយើង note microphone ទៅហ្នឹងយើងត្រូវកំណត់សិនមុនយើងអាចប្រើប្រាស់បានមិនថា microphone ប្រភេទណាទេណាឲ្យតែ note ជាមួយនឹង computer យើងត្រូវកំណត់វាសិននេះបងប្អូននេះមើលកន្លែងនេះណាកន្លែងរូបនេះកន្លែងរូប speaker ហ្នឹងយើងមកស្ដាំលើវាទៅក៏មិនចាស់នេះលើ Windows 10 11ក៏ស្តៀងគ្នាដែរអត់ខុសគ្នាទេហើយជួយលើ Open Sound Settings តាមមកទៀតនេះបងប្អូនឃើញកន្លែង microphone ហ្នឹងបើខ្ញុំដំណើរការទៅអញ្ចឹងពេលយើងនិយាយទៅគេវាលោតឡើងរហូតនេះកន្លែងនេះហើយវាធម្មតាបើសិនជាវាអត់លោតខ្លាំងយ៉ាងទេមានន័យថាវាអត់សូវស្រួលវាអាចលោតបន្តិចនៅគេនេះអញ្ចឹងមានន័យថាវាអត់សូវស្រួលកន្លែងនេះពេលយើងចូលកន្លែងនេះហើយកំណត់វានេះ device property ជា device property ហ្នឹងមកហើយកន្លែងនេះបងនេះកន្លែង volume នេះណាបើកាលណាវានៅទៀតចេះអាហ្នឹងអត់សូវលឺទេអញ្ចឹងចូលទៅយើងទៅឡើងវាឲ្យដល់8ជាង9ជាងហ្នឹងមកណាបាទកុំដល់100ពេកដល់100ក៏វាមានបញ្ហាសម្លេងដែរវាលឺរ៉ែងល់អត់សូវច្បាស់ណា8ជាងក៏បានហើយតែប៉ុណ្ណឹងគឺរួចរាល់បងប្អូនណាបាទហ្នឹងហើយអញ្ចឹងខ្ញុំបងប្អូនអាចទៅបានបើមានចម្ងល់อะไรផ្សេងទៀតអាច comment សួរបានហើយបងប្អូនបាទកុំភ្លេចជួយ like subscribe follow YouTube channel និង Facebook page ផងដែរដើម្បីទទួលបានវីដេអូថ្មីៗច្រើនទៀតអរគុណជម្រាបលា